Chà, xong chỉ việc xua bông ôn ở khía chà ngày ní dương nâng có to mê riêng bao dương to tiết chà tẹt tường nâng crop bụi chà cứ về miền tên bông ôn nhưng chăm khá tế ta crop bụi miềnประมาณ rụp hết crop bụi thẹn lượt đây đây miền ประมาณ rụp hết đấy đây đây là ổ đây lõ đây mình lõ nó quy được hết bên mấy đây đâu mình la យើងចាំណាយើងរៀនបាន3ប្រភេទហើយគឺដីដុះនៅលើតាមផ្លូវដីដុះនៅលើថ្មហើយនឹងដីដុះនៅក្នុងបន្លាចាអញ្ចឹងយើងរៀនបាន3មុខណាចាចាអញ្ចឹងយើងសង្កេតមើលឃើញលក្ខណៈនៃដីនីមួយគឺហើយយើងក្នុងនោះយើងបានរៀនជាច្រើនណាគឺវែងមែនតើបងប្អូនណាចាគឺតកតើងនឹងដីល្អដីមិនល្អនឹងចាហើយនឹងចិត្តយើងហើយនឹងព្រះបានប្រាប់ដល់ហោរាថាយ៉ាងម៉េចខ្លះណាចាអញ្ចឹងថ្ងៃនេះយើងនឹងបន្តទៅទៀតចាយើងនឹងអានទៅគម្ពីរមួយយើងនឹងទៅគម្ពីរយូហានទី1ជំពូកយូហានទី1ជំពូក2ខ15ដល់18ចាបងប្អូនណាឃើញសូមជួយអានមួយចាយូហានទី1ជំពូក2ខ15ដល់18គុំឲ្យលោកនេះរបស់អ្វីដែលក្នុងលោកនេះឲ្យសតបើអ្នកណាស្រឡាញ់លោកកៃអ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះបិតានៅក្នុងទូឡើយត្បិតទាំងសេចក្តីដែលក្នុងលោកកៃនេះគឺជាបងណាសច្ជីនឹកសេចក្តីបងប្រាថ្នារបស់ហើយសេចក្តីរបស់ជីវិតនោះមិនកើតមកពីព្រះបិតាគឺមកតែពីលោកកៃនេះវិញលោកកៃនេះនឹងសេចក្តីបងរបស់យើងនោះកំពុងកន្លត់តែអ្នកណាដែលធ្វើតាមព្រះហត្ថលេព្រះនោះនៅជាប់អស់កលទីនេះរាល់គ្នាអើយនេះជាពេលម៉ោងក្រឹបអស់ថ្ងៃទីកើតនេះពួកទៅនឹងព្រះគ្រីស្ទច្រើនដូចជាអ្នករាល់គ្នាបានឮហើយថាបាទទៅទឹងជាពេលម៉ោងនៅក្រោយអស់មែនចាអញ្ចឹងយើងនឹងប្រគល់គ្នានៅក្នុងខកពីនេះដើម្បីឲ្យបងប្អូនដឹងចាត្រង់ក្នុងនឹងត្រង់បានប្រាប់យើងថាកុំឲ្យស្រឡាញ់លោកីចាកុំឲ្យស្រឡាញ់លោកីហើយនឹងរបស់នៅលោកីឲ្យសោះតើត្រង់មានបន្ទូលពីអ្វីទៅបងប្អូនយល់ខនឹងទេបានន័យថាទ្រង់ឲ្យយើងស្រឡាញ់ខាងសាច់ឈាមតើសាច់ឈាមយើងហ្នឹងតើទ្រង់ចង់មានបន្ទូលពីអ្វីឥឡូវយើងពិនិត្យមើលពាក្យថាស្រឡាញ់បងប្អូនពាក្យថាស្រឡាញ់មួយម៉ាត់ឧទាហរណ៍ថាស្រឡាញ់តើយើងធ្វើម៉េចគឺយើងយកចិត្តទុកដាក់យើងខិតខំហើយយើងលះបង់អ្វីទាំងអស់ដើម្បីវាមែនទេអាហ្នឹងពាក្យថាស្រឡាញ់ហ៎ឧទាហរណ៍ថាយើងស្រឡាញ់ដូចថាឡានមួយចុះណាយើងស្រឡាញ់ឡានហ្នឹងមែនតើណាហើយយើងឃើញយើងចង់បានឡានហ្នឹងយើងចង់ទិញឡានហ្នឹងហើយឡានហ្នឹងវាស្អាតវាសវាពណ៌សថ្មីចាំងយើងទៅរៀងវាក៏ស្អាតដូចហ្នឹងអានឹងយើងស្រឡាញ់វាយើងថាអូស្រឡាញ់ពាក្យថាស្រឡាញ់មួយម៉ាត់ហ្នឹងគឺយើងខំលះបង់ធ្វើអ្វីទាំងអស់ដើម្បីអានឹងមែនទេ
ចាអញ្ចឹងពាក្យស្រឡាញ់ហ្នឹងគឺក្នុងន័យថាអញ្ចឹងណាចាស្រឡាញ់របស់នៅក្នុងលោកីចាអញ្ចឹងបើយើងមើលកន្លែងនេះបងប្អូនណាយើងរៀនមើលខអំពីឥឡូវខ្ញុំនឹងអានជូនបងប្អូនម្ដងទៀតហើយយើងរៀនចេះមើលព្រះគម្ពីរទាំងអស់គ្នាហើយដើម្បីយើងបានពិគ្រោះឲ្យយល់អត្ថន័យនៅពេលដែលយើងអានហ្នឹងណាឥឡូវយើងមើលកុំឲ្យស្រឡាញ់របស់លោកីឬរបស់អ្វីដែលនៅលោកីឲ្យសោះបើអ្នកណាស្រឡាញ់លោកីអ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយត្បិតសេចក្តីដែលជាលោកីបងប្អូនមើលកន្លែងនេះហ៎អញ្ចឹងពាក្យកន្លែងហ្នឹងគឺនៅក្នុងខហ្នឹងគឺផ្ដោតទៅលើការស្រឡាញ់ណាអញ្ចឹងដំបូងបំផុតដែលយើងត្រូវសួរសំណួរខ្លួនឯងថាស្រឡាញ់ហ្នឹងមានន័យថាម៉េចពីព្រោះក្នុងហ្នឹងអត្ថន័យសំខាន់គឺទ្រង់ប្រាប់ថាកុំឲ្យស្រឡាញ់ណាស្រឡាញ់ហ្នឹងគឺយើងលះបង់យើងធ្វើអ្វីដើម្បីវាទាំងអស់ណានេះហើយគឺជាលក្ខណៈដែលទ្រង់ប្រាប់យើងថាកុំឲ្យស្រឡាញ់អញ្ចឹងយើងតាក់ទងនឹងក្តីស្រឡាញ់ហើយខាងក្រោមយើងឃើញថាគាត់បានបញ្យល់យើងទៀតណាថាបើស្រឡាញ់របស់អស់ទាំងនឹងគឺយ៉ាងម៉េចបងប្អូនគឺយើងអត់មានក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនយើងទេណាហើយយ៉ាងម៉េចទៀតកន្លែងនេះត្បិតអស់ទាំងសេចក្តីដែលនៅក្នុងលោកីយ៉ាងម៉េចបងប្អូនត្បិតអស់ទាំងសេចក្តីដែលនៅក្នុងលោកីអានេះគឺបញ្ជាក់យើងប្រាប់ថាអ្វីទៅជាលោកីងាយបងប្អូនយល់ទេស្ដាប់តន់ឡើងហ្នឹងហ៎ចាក្នុងនោះគឺសម្រាយយើងថាកុំឲ្យស្រឡាញ់លោកីណាហើយយើងសង្កត់ធ្ងន់ទៅលើពាក្យស្រឡាញ់ហើយមួយទៀតកន្លែងហ្នឹងគឺសម្រាយយើងថាលោកីហ្នឹងគឺជាអ្វីកន្លែងហ្នឹងណាត្បិតអស់ទាំងសេចក្តីណែនៅក្នុងលោកីគឺជាសេចក្តីពងប្រាថ្នារបស់សាច់ឈាមណានិងសេចក្តីពងប្រាថ្នារបស់ភ្នែកហើយនឹងសេចក្តីអំនួតរបស់ជីវិតនោះមិនមែនកើតមកពីព្រះវរបិតាទេគឺមកតែពីលោកីនេះវិញចាអញ្ចឹងបងប្អូនយល់អត្ថន័យនៃពាក្យដែលហៅថាលោកីនឹងហើយឬនៅតើពាក្យថាលោកីនឹងមានន័យថាម៉េចបានលោកីបានន័យថាលោកីនេះបានថារបស់អ្វីដែលរស់នៅសប្តាហ៍ថ្ងៃនេះដែលយើងមើលឃើញតែនៅសប្តាហ៍ថ្ងៃនេះបានតែបងគាត់ថាកុំឲ្យយើងស្រឡាញ់អារបស់អ្វីកុំឲ្យស្រឡាញ់ពីអញ្ចឹងដូចថារបស់លោកីហ្នឹងនៅក្នុងលោកីហ្នឹងរបស់រងថ្ងៃនេះចាត្រឹមត្រូវហើយពូប៉ុន្តែយើងមើលបន្ថែមទៀតកន្លែងហ្នឹងពូនិយាយហ្នឹងត្រឹមត្រូវទេណានៅក្នុងហ្នឹងប្រាប់យើងថានៅក្នុងលោកីគឺជាសេចក្តីពងប្រាថ្នាសាច់ឈាមណានិងសេចក្តីប្រាថ្នារបស់ភ្នែកហើយនឹងអំនួតរបស់ជីវិតណាហើយប្រាប់ថានោះមិនកើតមកពីព្រះវរបិតាទេគឺកើតមកពីលោកីណាអញ្ចឹងគឺកន្លែងហ្នឹងគឺចង់បញ្ជាក់ប្រាប់យើងថាដែលហៅថាលោកីហ្នឹងគឺមាន3លក្ខណៈពូមើលឃើញ3លក្ខណៈលក្ខខណ្ឌនៅក្នុងហ្នឹងឯងគឺជាអីសេចក្តីពងប្រាថ្នាសាច់ឈាមពងប្រាថ្នាខាងភ្នែកហើយពងប្រាថ្នាខាងអីអំនួតណានឹងហើយដែលហៅថាដែលកើតមកពីលោកីហើយជារបស់លោកីណាហើយបងប្អូនចាំណាតើនៅពេលដែលអរិយលបួងត្រង់នៅក្នុងទីរហោឋានបងប្អូនចាំទេមានប្រមាណកន្លែងមាន3ដែរចាមាន3ត្រឹមត្រូវហើយគឺដូចគ្នាបងប្អូនគឺអត់ខុសទេណាគឺទី1អំនួតអីគេខាងសាច់ឈាមណាសាច់ឈាមហ្នឹងគឺវាលបួងរឿងការញ៉ាំចុកណាចាហើយមួយទៀតសេចក្តីពងប្រាថ្នារបស់ភ្នែកគឺយ៉ាងម៉េចគឺវាបើកអស់ទាំងនគរនៅលើលោកីហ្នឹងឲ្យត្រង់ឃើញមែនទេហើយអំនួតនៃជីវិតមួយទៀតគឺអ្វីអំនួតជីវិតហ្នឹងគឺវាឲ្យត្រង់ហ្នឹងលោតចុះពីលើកំពូលភ្នំទៅពីព្រោះកំពូលព្រះវិហារទៅពីព្រោះថានឹងមានទេវតាត្រង់អញ្ចឹងបើត្រង់លោតទៅដូចថាចង់មើលថាអញជាកូនរបស់ព្រះនេះឃើញអញលោតទៅគឺព្រះបានអញណាក្នុងលក្ខណៈហ្នឹងគេហៅថាអំនួតចាអញ្ចឹងបងប្អូនចាំទាំងអស់គ្នាណាចាសេចក្តី
ត្រង់មានបន្ទូថាកុំឲ្យស្រឡាញ់លោកីហ្នឹងគឺមាន3ប្រភេទសេចក្តីលបួងដល់មនុស្សគ្រប់រូបហ្នឹងគឺ3នឹងឯងណាគឺពងប្រាថ្នាខាងសាច់ឈាមពងប្រាថ្នាខាងភ្នែកហើយពងប្រាថ្នាខាងអំនួតចាអញ្ចឹងយើងមាន3លក្ខណៈនឹងហើយគឺថាស្រឡាញ់លោកីឥឡូវយើងមើលខាងសេចក្តីស្រឡាញ់ខាងសាច់ឈាមគឺយ៉ាងម៉េចបងប្អូនស្រឡាញ់ខាងសាច់ឈាមហ្នឹងគឺយើងតាក់ទងបើចំពោះត្រង់តាក់ទងនឹងការញ៉ាំចុកមែនទេចាគឺតាក់ទងនឹងការញ៉ាំចុកមិញទេហើយត្រង់ដបងហ្នឹងគឺវាលបួងត្រង់ការញ៉ាំចុកដែរអញ្ចឹងតើវាមានទោះអីនឹងការញ៉ាំចុកនឹងបងប្អូនពីព្រោះអាហ្នឹងចូលនៅក្នុងក្តីលបួងមួយដែរតើវាខុសស្កើងអីដែលយើងញ៉ាំតើលក្ខណៈដែលយើងញ៉ាំហ្នឹងវាខុសយ៉ាងម៉េចបងប្អូនមានយោបល់អីទេនៅក្នុងប្រាប់តាក់ទងនឹងការសាច់ឈាមយើងហៅថាខាងចំណីម្ហូបអាហារដែលយើងញ៉ាំទៅហ្នឹងហ៎ញ៉ាំរបស់ដែលដូចថាទ្រង់ហាមឃាត់របស់មិនស្អាតចាអញ្ចឹងហើយបងប្អូនដឹងទេពីព្រោះអាសេចក្តីលបួង3ហ្នឹងបងប្អូនគឺធំណាស់សម្រាប់មនុស្សយើងណាយើងឃើញថាទ្រង់ប្រាប់យើងថាកុំឲ្យស្រឡាញ់លោកីណាកុំឲ្យសេចក្តីពងប្រាថ្នារបស់សាច់ឈាមណាយើងសាច់ឈាមហ្នឹងយើងយ៉ាងម៉េចយើងចង់ញ៉ាំរបស់ឆ្ងាញ់ដែលទ្រង់ហាមដូចពូមានប្រសាសន៍អញ្ចឹងណាហើយយើងញ៉ាំហួសកំណត់ណាអញ្ចឹងការដែលយើងញ៉ាំហ្នឹងបងប្អូនយើងចេះតែញ៉ាំតាមក្បួនយើងអត់មានក្បួនមានខ្នាតទេណាហើយបើសិនជាយើងញ៉ាំតាមលក្ខណៈរបស់ព្រះបានប្រាប់យើងគឺខុសពីលោកីរាល់ថ្ងៃនេះហើយនៅក្នុងលោកីរាល់ថ្ងៃហ្នឹងគឺមើលខ្ញុំមើលតាមវិញ្ញាណបទនាគឺប្រាប់យើងថាយើងញ៉ាំលើសនៅអ្វីដែលខ្លួនយើងត្រូវការណាហើយយើងត្រូវចាំថាអ្វីដែលទ្រង់ចង់ឲ្យយើងញ៉ាំហ្នឹងគឺជាគ្រាប់ធញ្ញជាតិណាពោតសណ្ដែកល្ងអ្វីផ្សេងទៀតហើយផ្លែឈើណាផ្លែឈើហើយនឹងបន្លែណាហើយចំពោះសាច់ឬក៏ត្រីអីគឺទ្រង់មិនបានឲ្យយើងញ៉ាំទេតាំងពីដើមមកណាប៉ុន្តែដោយសារយើងទម្លាប់ធ្លាប់ហើយយើងក៏កាត់បន្ថយវាតាមតែអាចទៅរួចណាហើយចំពោះសាច់ជ្រូកវិញគឺទ្រង់ហាមដាច់ខាតបងប្អូនណាសាច់ជ្រូកហ្នឹងគឺជាមេរឹសនៃជំងឺផ្សេងតាំងពីជំងឺរបេងជំងឺស្លាប់ដៃស្លាប់ជើងជំងឺលើសឈាមជំងឺស្ទះបេះដូងហើយវាអាចចូលទៅក្នុងជំងឺឃ្លុងទៀតណាជំងឺសាច់ជ្រូកក៏ធ្វើឲ្យមនុស្សកើតឃ្លួងហើយនឹងធ្វើឲ្យកើតមហារីកផងដែរបងប្អូនណាមហារីកហ្នឹងគឺជាធំណាស់ដែលបណ្ដាមកពីសាច់ជ្រូកអញ្ចឹងណាអញ្ចឹងហើយនៅក្នុងកលៈទេសៈគ្រប់ទាំងអស់គឺទ្រង់ប្រាប់យើងថាកុំឲ្យយើងញ៉ាំសាច់ជ្រូកជាដាច់ខាតណាចាហើយមួយទៀតគឺការដែលយើងត្រូវតែបន្ថយជាតិផ្អែមដែលយើងអាចទៅបានណាពីព្រោះបងប្អូនដឹងទេថាមិនសំបីតែនៅក្នុងបន្លែរុក្ខជាតិក៏ទ្រង់មានដាក់ជាតិផ្អែមជាតិប្រៃជាតិអីល្មមនៅក្នុងនឹងហើយណាអញ្ចឹងហើយយើងមិនចាំបាច់ញ៉ាំបង្អែមច្រើនហួសហេតុទេណាគឺយើងញ៉ាំកាត់បន្ថយដែលអាចយើងទៅបានណាពីព្រោះបង្អែមហ្នឹងគឺវាទៅវាយដូចថាព្រះបានដាក់ទាហានដូចថាក្នុងខ្លួនយើងអញ្ចឹងដើម្បីកុំឲ្យដើម្បីឲ្យវាច្បាំងវាយមេរោគហ្នឹងអញ្ចឹងកាលណាដែលយើងដាក់ជាតិស្ករទៅគឺវាធ្វើឲ្យមេតបដែលវាយជំងឺផ្សេងហ្នឹងវាទៅជាខ្សោយណាចាដូចយើងបានរៀនកន្លងមកហើយបងប្អូនណាគឺការដែលយើងតមហ្នឹងគឺយើងតមសាច់ឈាមគឺតមលក្ខណៈអញ្ចឹងណាគឺយើងត្រូវញ៉ាំទៀងទាត់ពេលណាយើងកុំញ៉ាំឲ្យឆ្អែតជ្រុលហួសហេតុហើយយើងត្រូវចាំបងប្អូនកុំឲ្យយើងញ៉ាំខ្លាញ់ហើយនឹងឈាមជាដាច់ខាតណានឹងហើយគឺជាអ្វីដែលធម្មតាយើងសាច់ឈាមយើងណាតែកាលណាយើងឃ្លានស្អីក៏យើងញ៉ាំដែរណាយើងញ័រខ្លួនណាប៉ុន្តែទ្រង់ប្រាប់ថាបើយើងស្រឡាញ់វាគឺយ៉ាងម៉េចយើងគិតខំបំពន់វាយើងធ្វើម៉េច
tam ta chầm nòng chật dư nhé anh đang hay cứ chia sẻ đây nuốt tháng sạch chiêm nhé vòng vật na sạch chiêm mà lấy dương tẹt tơn nâng vòng vật na phê sạch đây vòng vật na phê nó cứ tẹt tơn từ được bọc lục cây này nhé ta vòng ôn vô ta vòng vật na khang phê nó ta trong miền bần tu về vậy đây vòng ôn xạ cực mưa ta trong miền bần tu về phê nó miền này thà mệt chà chà chẳng tẹt tơn nó phê nó cứ trầm trời hết vậy dương khơi là bao cái sàn nhé dương trong lùi kề nhé đưa môi cơ dương khu phi sản mặt tập hiệp dương nhé chẳng phê nó cứ chia rước cô mùi đài thưa ai mà nữ dương lẹ từ không sự đây là buồn nhé hơi trong ba miền mình tu toa đời bộ trong từ thà ba phê nè thưa ai nè bát bằng vì vật đưa tha thưa ở passport bao sự đây dùng cru là bao nè không phải tranh tới nhé cứ thông na bằng phơn nhé cứ phê những người nhé bữa dương mơ tới bữa dương mơ nó không phải công ty ta bộ nè na khá đài ruột thoát pi phê những nhé bữa dương mơ tới lúc David quạt lẹ là buông là xa ấy mùi không thực đây là buông là bằng quạt nhé quạt tuần nề phết quạt là người ta vào té quạt khơi sray nhé chẳng ấy anh đang ấy cứ chip phê bằng phơn nhé chàng chẳng hơi không nó có prapอย่างđây tha trong prap dương tha cầm ao dương tầm nề phết nhé tầm nề cứ đây là buông tràn châu mà không dương á chà chẳng ấy cả phê nó cứ tẹt tơn tràn lên tay bằng phơn nhé hay tẹt tơn tới nâng ca mơ tiệt đôi câu nhung quạt bao mà riêng tẹt tơn nâng riêng tù sạp nhằng nhé bông ôn đang cái tham mình nữ dương mua cho luôn thông cứ lẹ tới không phê nâng tràn này nhé cứ dương chi hạt họ tới ca nào để dương mơ xây nơi không tù sạp là bao dương nữa chà đại dương chầm nai pê và lia vị dương tràn từ lơ vi hay ở tập pol này ca đây dương mơ nó cứ passport của lần bình nhiên dương khang na bông ôn ấy đáp toàn đấy cái này nứng tẹt tơn nâng phê chà chàng chắc dương khơi tha bông ôn không chỉ nói nứng côn nhưng quạt ban vùng riêng đấy tẹt tơn nâng phê nứng cứ dương chia diêm cắt bằng thôi ban đại dương ai vừa từ bàn nhé chỉ vì sẽ cứ tu sạp nâng cứ chỉ cru nặng mùi đỏ dương ấy cứ thưa ai mà nước chớ lên trong thưa ấy chuộng nhiên nâng nhé chẳng hay ní chỉ rước cô này sẽ đây ở cọ đài cứ đầu xa ấy nè nhé chả những trời chám á chả cứ tẹt tơn nâng sọc hiệp dương sạch chiếm nhé hay mùi tiết cứ tẹt tơn khang nè nhé cả là dương mưa vây nó không telephone dương nhé cứ press bằng cao máu không cô bầm nông là ó bên tay mình nữ dương giật từ thưa chỉ cọ nhé chả đi hay cứ chi nuột này nè nhé lấy dương mơ nuột này nuột cái đây nuột vinh chỉ vượt vinh ta lẹ cái nặng nuột này chỉ vượtយ៉ាងmạnh nhé bông phôn vôយ៉ាងmạnh đấy cái này nứng nuột này chỉ vượt nứng chà anh đứng môi hái con tay không lẽ nặng môi tiết cứ như đây phú ông nuốt này chỉ vật nó châu chật uột kế châu chật ai kê từ sáng nhé châu chật miền ấy bằng uột kế ớt nhom miền lan mây nhé nhom miền tẹt mây ớt nhom miền kương là lăng ca là ô nhé anh đứng cô chi ông nuốt này nhé hay dương khăm thưa mấy ấy là ô chiên kê ao ní chiên kê ní cứ chia đây ông nuốt khang
cái hai cái âm nuốt này chỉ vật đài cha chẳng nó không nó dương khơi tham miên phở má luôn ổn thực đây là buông khang lục cây nữa chả cứ chi hạt thật để hay bây giờ mơ niềng Eva nó không xuân bá cô tẹt tường đừng bay đừng lại bông ổn khơi nhé ta tẹt tường đừng bay nó không lẽ nạ giang mạch là dương mơ nó không nứng cứ quạt môn là vô quạt giang mạch bông ổn quạt mơ khơi nhé anh nứng khơi nhé mơ khơi tham biết sạch cua nâng chia được bỏ nhầm nhé anh nứng thấy cứ chia âm nuốt này nè nhé hay âm nuốt này sạch chiêmយ៉ាងម៉េចញ៉ាំទៅយ៉ាងម៉េចបងប្អូនញ៉ាំទៅឆ្លាតញ៉េហើយចុះអំនួតនៃយើងឃើញថាអំនួតនៃភ្នែកអំនួតនៃជីវិតអំនួតមួយទៀតគឺជាដែលថាដូចថាគេបើយើងញ៉ាំទៅយើងនឹងអីយ៉ាងម៉េចបានដូចជាព្រះយេអានឹងហើយជាអំនួតនៃជីវិតអំនួតនៃសាច់ឈាមហើយនឹងអំនួតនៃភ្នែកចាអញ្ចឹងខាងភ្នែកចាអញ្ចឹងយើងមាន3លក្ខណៈគឺជីហិតផុតទេចាអញ្ចឹងបងប្អូនតាក់ទងនឹងក្របពូជដែលដុះនៅក្នុងបន្លាហ្នឹងគឺតាក់ទងនឹងអីការដែលយើងរៀនកន្លងមកបងប្អូននៅចាំបានទេតែទុំមិនឡានបានថាតែទុំអំនួតតាក់ទងនឹងអំនួតមួយហើយគឺតាក់ទងនឹងការដែលយើងស្រឡាញ់លោកីចាំទេគឺតាក់ទងការស្រឡាញ់លោកីហ្នឹងគឺចង់មានចង់បានទេយើងចាំទេដែលខ្ញុំឧទាហរណ៍ពីរឿងកំឡោះអ្នកមាននោះបងប្អូនចាកំឡោះអ្នកមានហ្នឹងដែលគាត់ខំពេលព្រះឲ្យគាត់លះបង់គាត់អត់អាចធ្វើបានណាចាអញ្ចឹងក្នុងនេះដែរគឺតាក់ទងនឹងវិញ្ញាណបទនាគឺគាត់បានប្រាប់ពីរឿងបន្តហ្នឹងគឺរឿងឪពុកម្ដាយបងប្អូនថាយើងក្នុងនាមយើងជាឪពុកម្ដាយយើងមានតួនាទីយ៉ាងធំណាស់បងប្អូនណាដើម្បីថែរក្សាក្រុមគ្រួសារយើងដូចខ្ញុំជម្រាបបងប្អូននឹងថាអនាគតរបស់កូនយើងគឺស្ថិតនៅមានន័យថាមិនអនាគតកូនយើងទេថាអនាគតយើងតែម្ដងទៅញ៉េអនាគតរបស់យើងគឺស្ថិតនៅលើកូនរបស់យើងញ៉េតើយើងមានន័យថាម៉េចថាអនាគតរបស់យើងស្ថិតនៅលើកូនយើងហ៎បើសិនជាយើងបង្រៀនបង្គាប់គាត់បានល្អកូននឹងថ្ងៃអនាគតទៅគាត់អត់ធ្វើបាបយើងទេឬមួយក៏គាត់មិនបាននាំបញ្ហាឲ្យយើងទេញ៉េអញ្ចឹងហើយអានឹងហើយគឺជាអនាគតយើងបើសិនជាយើងមានន័យថាបើយើងខិតខំបង្ហាត់បង្រៀនគាត់បានល្អគឺគាត់នឹងបានធូរយើងជីវិតយើងនឹងសប្បាយចិត្តណាបងប្អូនធ្លាប់ឃើញមនុស្សជាច្រើនដែលត្រូវកូនធ្វើបាបហ៎ញ៉េហើយចាហើយទីបំផុតគឺរហូតដល់ថ្ងៃស្លាប់បងប្អូនណាគឺអត់មានពេលស្រាក់ស្រានទេខ្ញុំឃើញមនុស្សជាច្រើនណាស់ញ៉េអញ្ចឹងហើយខ្ញុំលើកឧទាហរណ៍នឹងមកគឺដើម្បីឲ្យបងប្អូនបានចាឲ្យបងប្អូនបានដឹងហើយយើងនឹងរៀនធ្វើតាមអ្នកនរគ្នាយើងត្រូវបង្ហាត់បង្រៀនគាត់ឲ្យគាត់ធ្វើជាមនុស្សល្អញ៉េកោតខ្លាចព្រះហើយចេះស្រឡាញ់ខ្លួនចេះចាគឺគាត់ដើម្បីឲ្យជីវិតគាត់ឲ្យគាត់ចេះគិតគូរការពិចារណាហ្នឹងគឺធំណាស់បងប្អូនគេហៅថា thoughtful ហ្នឹងគឺយើងពិចារណាគឺព្រះបានបង្កើតយើងមកឲ្យយើងមានខួរក្បាលសម្រាប់គិតពិចារណាអ្វីដែលខុសដល់ត្រូវហ៎អញ្ចឹងហើយកាលណាបើយើងជក់ខ្លួនវក់ខ្លួននឹងទូរស័ព្ទឬក៏ធ្វើអ្វីមួយទៅវាអត់ឲ្យខួរក្បាលយើងនឹងមានគិតពិចារណាញ៉េគឺយើងញៀនរបស់ទាំងនឹងអញ្ចឹងហើយអានឹងគឺជាអំនួតនៃភ្នែកញ៉េអញ្ចឹងការដែលយើងបង្ហាត់បង្រៀនកូនយើងនឹងគឺតាក់ទងនឹងអនាគតយើងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងហើយនៅក្នុងនឹងគាត់បានប្រាប់យើងថាឪពុកម្ដាយមួយចំនួនគឺបានដើរផ្លូវខុសណាខុសរបៀបណាដែរបងប្អូនណា
គឺគាត់បានទៅរស់នៅទីក្រុងណាទៅរស់នៅទីក្រុងហ្នឹងគឺគាត់បានប្រាប់យើងទៀតថាទីក្រុងយើងរាល់ថ្ងៃហ្នឹងគឺប្រៀបដូចជាអីដូចជាសូដុំកូម៉ូរ៉ាចឹងណាហើយយើងដឹងថាសូដុំកូម៉ូរ៉ាហ្នឹងគឺទ្រង់នឹងបំផ្លាញវាចោលណាហើយបើយើងមើលពីគំរូកូនលុតទៅសំបីតែចេញពីទីក្រុងនឹងហើយក៏សូដុំកូម៉ូរ៉ាហ្នឹងក៏វាអំពើអាក្រក់ហ្នឹងក៏នៅក្នុងខួរក្បាលក្នុងចិត្តនាងទាំងហ្នឹងណាគឺគាត់បានប្រព្រឹត្តអាក្រក់នឹងឪពុកណាអញ្ចឹងគាត់ថាមានឪពុកម្ដាយមួយចំនួនធំដែលគាត់បានយល់ខុសណាគឺគាត់គិតថាទៅនៅទីក្រុងដើម្បីបានផលប្រយោជន៍ជាច្រើនពីទីក្រុងហ្នឹងណាហើយនៅក្នុងហ្នឹងគឺថាហេតុអ្វីបានជាទីក្រុងហ្នឹងវាអាក្រក់អាក្រៃសម្រាប់កូនរបស់យើងណាគឺលក្ខណៈទី1គឺវាជុំវិញវាហ្នឹងគឺបរិស្ថានហ្នឹងគឺពោពេញទៅដោយភាពរញ៉េរញ៉ៃមមាញឹកណាគឺដើម្បីឲ្យយើងចង់ឲ្យយើងបានកូនយើងគាត់បានមានមនោចេតនាឬក៏គាត់ចង់រៀនសូត្រគឺធម្មជាតិណាគឺយើងលើកពីធម្មជាតិឲ្យគាត់ឃើញធម្មជាតិជាច្រើននឹងជាការល្អណាហើយមួយទៀតគឺការដែលឪពុកម្ដាយឲ្យកូនសែបគប់ណាជាមួយនឹងមិត្តភ័ក្តិណាហើយមិត្តភ័ក្តិដែលជាលោកីដែលហើយសំខាន់ហ្នឹងគឺតាក់ទងនឹងកូនហ្នឹងគឺគាត់ដូចថាយើងមកទីក្រុងហ្នឹងគឺយើងឃើញអាគារធំស្កឹមស្កៃណាអ្នកមានច្រើនហើយគេស្លៀកពាក់ស្អាតបានណាហើយធ្វើឲ្យកូនហ្នឹងគឺដេញតាមរបស់ទាំងហ្នឹងណាហើយមួយទៀតគឺតាក់ទងនឹងការសប្បាយភ្លើតភ្លើនណាហើយដូចថាការដែលចូលបារចូលក្លឹបចូលអីហ្នឹងទៅហើយជប់លៀងស៊ីផឹកអីហើយដែលថាយើងអនុញ្ញាតឲ្យកូនយើងប្រើរបស់ទាំងនឹងហើយអនុញ្ញាតឲ្យគាត់ទិញម៉ូតូទិញអីឲ្យល្អជាងគេធំជាងគេមើលទៅក្រាន់បើជាងគេណាអានឹងហើយគឺជាអ្វីដែលគាត់ធ្វើឲ្យកូនគាត់នឹងដកចិត្តទៅលើរបស់ទាំងនឹងណាអញ្ចឹងហើយកាលណាគាត់ដកចិត្តទៅលើរបស់ទាំងនឹងគឺគាត់មើលមកព្រះគឺគាត់មានថាទាញគាត់ឲ្យឆ្ងាយពីព្រះហ្នឹងណាគាត់មើលទៅមកផ្លូវព្រះទៅជាលំបាកឬក៏ជាអ្វីជាបន្ទុកដែលមិនឲ្យគាត់ចាប់អារម្មណ៍ហ្នឹងណាបងប្អូនណាថាអញ្ចឹងហើយបានជាបើយើងមើលនៅក្នុងសាច់រឿងណាបងប្អូនណារវាងព្រះគម្ពីរហើយនឹងរឿងកុនភិក្ខតើបងប្អូនជ្រើសមួយណាបើយើងមើលទៅខាងណាដែលសប្បាយមើលជាងបងប្អូនយល់យ៉ាងម៉េចដែរកន្លែងហ្នឹងរវាងការអានព្រះគម្ពីរហើយនឹងមើលអ្វីផ្សេងកំ pl ែងរឿងកុនរឿងអីផ្សេងបងប្អូនគិតថាមួយណាសប្បាយជាងបើគិតសប្បាយគឺរឿងហ្នឹងហ្មងរឿងកំ pl ែងហ្នឹងគឺសប្បាយព្រះគម្ពីរចាមានន័យគឺពីចាត្រឹមត្រូវមីងចាអញ្ចឹងបើយើងមើលទៅយើងឃើញថារវាងលោកីហើយនឹងខាងព្រះគឺខាងលោកីគេសប្បាយជាងហ្នឹងមែនទេចាហើយក៏ដូចយើងមើលរឿងរវាងព្រះគម្ពីរហើយនឹងរឿងដែលយើងមើលតាមរឿងផ្សេងណាគឺរឿងគេសប្បាយជាងអញ្ចឹងបើយើងមើលមកយើងថាឥឡូវផ្លូវចង្អៀតហើយនឹងផ្លូវតលាយតើព្រះថាផ្លូវណាដែលយើងទៅនៅកើឋានសួគ៌ចាផ្លូវចង្អៀតនេះអញ្ចឹងបើសិនជាអាចចង្អៀតហើយនឹងតលាយយើងចូលចិត្តទៅខាងណាបងប្អូនចង្អៀតនោះមានន័យថាម៉េចពេលយើងចូលទៅពងជ្រៀតគេពងជ្រៀតយើងមកឡើងយ៉ាងម៉េចឡើងចង់កពិតខ្លួនយ៉ាងណាចង់ថប់ដង្ហើមចង់ស្លាប់ទេក៏មានដែរញ៉េអញ្ចឹងការដែលចង្អៀតគឺមិនស្រួលទេហើយមួយទៀតតាក់ទងនឹងទ្រង់មានបន្ទូលថាកុំឲ្យបំរើចវាយពីរឡើយពីព្រោះអ្នកនឹងស្រឡាញ់មួយស្អប់មួយតើបំរើចវាយពីរនឹងមានន័យថាម៉េចឥឡូវយើងឧទាហរណ៍ថាព្រះគម្ពីរហើយនឹងសាច់រឿងចុះតើយើងស្រឡាញ់មួយណាយើងចូលចិត្តអាមួយណាជាង
ញ៉េអានឹងឲ្យដែលថាត្រង់មានបន្ទូថាចៅវាយ2ញ៉េតើយើងជ្រើសរើសយកខាងព្រះឬក៏យើងជ្រើសរើសយកខាងសវាយខាងលោកីញ៉េអានឹងវាមានតែពីរហ្នឹងញ៉េបើជ្រើសយកព្រះចាត្រឹមត្រូវណាស់អរគុណព្រះដែលបងប្អូនជ្រើសរើសព្រះហើយក្នុងហ្នឹងបងប្អូនយើងចាំហ៎គឺត្រង់គឺមើលចិត្តយើងដូចមើលសភៅអញ្ចឹងហ៎មើលចិត្តយើងបើកមើលមកខ្វាក់យល់ទាំងអស់ឃើញទេយើងអត់ដឹងទាំងចិត្តយើងផងតែត្រង់ជ្រាបណាចាអស់ប្រហែលយើងសល់ប្រហែលអូខេឥឡូវយើងនឹងមើលទៅមួយខទៀតបងប្អូនបងប្អូនណាអាចឃើញសូមអានគម្ពីរលូកាជំពូក33ដល់36នេះឃើញនៅលូកាជំពូកម៉ានមកនៅក្នុងក្របយើងមិននឹងឃើញទេពូលូកាជំពូក33ខ36ចាមានណាបងមានណាជំពូក21ខ33ដល់36ចានឹងឯងចាបន្ទាប់ពីយូហានមិញហ្នឹងឯទីមេឃនឹងថៃដីនោះនឹងកន្លងបាត់ទៅតែឯគឺខ្ញុំមិនដែលកន្លងបាត់ឡើយចូលឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួនក្រែងចិត្តអ្នករាល់គ្នាកំពុងតែទុកនៅសេចក្តីពួកនឹងស៊ីផឹកហើយនឹងសេចក្តីខ្វល់ខ្វាយនៅជីវិតនោះលោកតែថ្ងៃនេះមកដល់អ្នករាល់គ្នាលៀមសម្បត្តិថ្ងៃនោះនឹងមកពុតជាលោកគ្របលើអស់ទាំងមិនដែលនៅគ្រប់ផែនទីដូច្នេះចូលចាំយាមចុះហើយអធិដ្ឋានជានិច្ចដើម្បីឲ្យបានរាប់គួរនឹងរួចពីការនេះដែលត្រូវមកហើយឲ្យបានឈរមុខកូនមនុស្សអេមែនចាអេមែនអរគុណពូចាអញ្ចឹងបងប្អូនខ្ញុំចាខ្ញុំសុំទោសខ្ញុំប្រាប់ពូខុសមិញចាលូកាមិញហ្នឹងហើយអាខតវងហ្នឹងខ្ញុំក៏ព្រះគម្ពីរខាងលើហ្នឹងខ្ញុំក៏អត់ទាន់បានប្រាប់បងប្អូនដែរណាកន្លែងហ្នឹងត្រង់មានបន្ទូបន្តទៀតថាម៉េចតាមរយៈលោកនឹងឯសាវករបស់ទ្រង់គឺតាមរយៈលោកយូហានណាគឺទ្រង់មានបន្ទូលតាមគាត់ថាក្មេងរាល់គ្នាអើយនេះជាពេលម៉ោងចុងក្រោយបង្អស់ហើយណាតើបងប្អូនយល់ខនឹងទេតើទ្រង់ចង់មានបន្ទូលពីអ្វីណាក្មេងរាល់គ្នាអើយណាក្មេងរាល់គ្នាគឺទ្រង់មានបន្ទូលមកយើងរាល់គ្នានឹងបងប្អូនណាគឺបើយើងរាប់ពីសេចក្តីជំនឿរបស់យើងគឺយ៉ាងម៉េចគឺក្មេងណាហើយមួយទៀតអ្នកខ្លះមិនត្រឹមតែក្មេងទេគឺជាអ្វីទៀតបងប្អូនគឺជាកូនង៉ែតគេហៅថា baby ចាអញ្ចឹងព្រះសពហតីចង់ឲ្យយើងរាល់គ្នាធំណាធំខាងព្រលឹងវិញ្ញាណយើងយល់ទេតើធំខាងព្រលឹងវិញ្ញាណហ្នឹងមានន័យថាម៉េចបងប្អូនអានោះបានថាឲ្យយើងយល់ពីអំពើល្អឲ្យយើងយល់ពីព្រះបាទឲ្យយើងយល់ពីក្តីស្រឡាញ់បាទចាយើងយល់ច្រើនពីខាងទ្រង់ហ៎យើងជាក្មេងធំចាហើយអញ្ចឹងមួយទៀតដែលទ្រង់មានបន្ទូលថាជាម៉ោងចុងក្រោយបង្អស់តើទ្រង់មានន័យថាម៉េចហ៎ក្នុងនោះគឺឲ្យយើងសម្គាល់ទៀតថាម៉ោងជាម៉ោងចុងក្រោយបង្អស់ហើយម៉េចសម្គាល់យ៉ាងម៉េចសពថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រិស្តជាច្រើនណាដូចជាបានអ្នករាល់គ្នាបានលើកហើយថាទទឹងព្រះគ្រិស្ត
ត្រូវមើកហេតុនោះបានជាយើងដឹងថានេះជាពេលចុងក្រោយបងអស់ណាអញ្ចឹងក្នុងន័យថាម៉ោងចុងក្រោយបងអស់ហ្នឹងបងប្អូនគឺតាក់ទងទៅនឹងពិភពលោកយើងនឹងត្រង់នឹងបំផ្លាញពិភពលោកយើងនឹងចោលណាមិនត្រឹមតែត្រង់បំផ្លាញទេគឺមនុស្សយើងនឹងឯងបំផ្លាញមុនត្រង់ទៅទៀតណាគឺគេធ្វើឲ្យផែនដីបានខូចខ្ទេចខ្ទីណាយើងចាំអីណាគឺដោយសារអីដោយសារផ្សែងពុលដោយសារគេជីកនេះគេគាស់នេះគេរើកកាយគេធ្វើអ្វីផ្សេងទៀតនេះអាហ្នឹងគឺគេបំផ្លាញផែនដីណាចាអញ្ចឹងត្រង់ចង់មានបន្ទូលមកយើងម៉ោងចុងក្រោយហ្នឹងគឺមានន័យថាព្រះចិត្តយើងមកវិញហើយផែនដីយើងក៏នឹងត្រូវខ្ទេចខ្ទីនឹងត្រូវបាត់ដែរគឺអត់មានទៀតទេអាផែនដីរាល់ថ្ងៃហ្នឹងចាអញ្ចឹងហើយពួកទទឹងនឹងព្រះគ្រឹះហ្នឹងគឺក្នុងលក្ខណៈថាពួកហោរាឬក៏ពួកដែលបោកបញ្ឆោតរិះរបស់ទ្រង់ឲ្យចេញពីសេចក្តីពិតណានឹងហើយគឺជាពួកអាទទឹងចាហើយមួយទៀតគឺយើងតាក់ទងនឹងផ្ទៃមេឃនឹងផែនដីកន្លងបាត់ទៅណាផ្ទៃមេឃនឹងផែនដីកន្លងបាត់ទៅតែពាក្យទ្រង់មិនដែលកន្លងបាត់ទៅឡើយណាបងប្អូនណាចឹងហើយទ្រង់មានបន្ទូលថាអ្វីដែលទ្រង់ប្រាប់យើងនឹងគឺអត់មានខុសមួយម៉ាត់ទេណាគឺខ្លាំងជាងផ្ទៃមេឃទៅផែនដីទៀតណាសូម្បីតែផ្ទៃមេឃផែនដីនឹងបាត់ប៉ុន្តែពាក្យរបស់ទ្រង់គឺអត់បាត់ទេគឺត្រូវទាំងអស់ណាហើយទ្រង់ហាមយើងថាម៉េចអ្នករាល់គ្នាអីវក់នឹងស៊ីផឹកណាហើយសេចក្តីខ្វល់ខ្វាយនៃជីវិតនោះអ្នករាល់គ្នានឹងមើកនៅថ្ងៃនោះដូចជាយ៉ាងម៉េចដូចជាលុបណាហើយទ្រង់ឲ្យយើងធ្វើម៉េចដើម្បីឲ្យយើងជៀសផុតពីការអស់ហ្នឹងបងប្អូនចាចាំយាមចាក្នុងនឹងប្រាប់យើងថាចាំយាមហើយអធិដ្ឋានណាកុំឲ្យយើងត្រូវការនោះមកលើយើងចាអញ្ចឹងបងប្អូនដឹងទេលក្ខណៈ3ចំណុចដែលសាតាំងបានចាប់ធ្វើជាន្ទូចដល់យើងបងប្អូននេះគឺជាលក្ខណៈនៃអីគឺអា3នឹងឯងគឺវាចាប់យើងវាដាក់សន្ទូចយើងលក្ខណៈ3ប្រភេទហ្នឹងគឺខ្វល់ខ្វាយនឹងសាច់ឈាមហើយចង់មានចង់បានគឺ3លក្ខណៈហ្នឹងដែលយើងធ្វើឲ្យយើងខិតខំស្វែងរកវាលះបង់ដើម្បីវាយើងមិនខ្វល់ខ្វាយនឹងព្រះយើងជាពិសេសនៅក្នុងហ្នឹងគឺគាត់តាក់ទងនឹងក្មេងយុវវ័យយុវវ័យហ្នឹងគឺហាមឃាត់ឪពុកម្ដាយណាឲ្យត្រូវមើលកូនឲ្យបានល្អពីព្រោះកាលណាកូននឹងមិនល្អកូននឹងមានបញ្ហាថ្ងៃក្រោយវាអត់បានសង្គ្រោះព្រះនឹងមើកវានឹងបន្ទោសយើងហើយយើងនឹងត្រូវភាពអាម៉ាស់ចាអញ្ចឹងហើយគឺទ្រង់បានឲ្យយើងប្រយ័ត្នហើយគាត់ថាការដែលទៅនៅក្នុងទីក្រុងធំហ្នឹងគឺជាការជំរើសមួយមិនល្អទេទីបំផុតយើងនឹងត្រូវខកចិត្តដូចជាលោកលុតយ៉ាងដែរលោកលុតខកចិត្តហើយកូនបាត់បង់ទាំងប្រពន្ធបាត់បង់ទាំងកូនអស់លីងចាអញ្ចឹងហើយនឹងហើយជាសេចក្តីលបួងសេចក្តីលបួងដែល3ហ្នឹងអញ្ចឹងហើយបានជាគាត់ប្រាប់ថាយើងត្រូវបដៅកូនយើងកុំឲ្យកូនយើងនឹងចូលទៅក្នុងអាភាពស៊ីផឹកហឺហាមើលលបែងដូចថាការប៉ណាំងអីផ្សេងដូចជាគេហៅថាប៉ណាំងសេះនៅនេះមើលកូនមើលលខោនស៊ីផឹកជប់លៀងគឺកុំឲ្យគាត់ចូលរួមអីជាល្អគឺអាការអស់ទាំងនឹងគឺកាលណាយើងផឹកស្រាឬក៏អ្វីចូលទៅក្នុងខ្លួនយើងវាបំពុលខួរក្បាលយើងអត់ឲ្យយើងគិតខុសដឹងត្រូវទេហើយកាលណាមនុស្សកាន់តែចូលរួមអានឹងគឺជាពិសេសគឺយុវវ័យនឹងក្មេងនឹងគឺគាត់កាន់តែវក់ទៅអានឹងអញ្ចឹងហើយគាត់អត់ដឹងខុសត្រូវពិចារណាទេគឺគាត់គិតថា
ជីវិតរបស់គាត់ធំបំផុតហ្នឹងគឺនៅលោកីនឹងហើយញ៉េអញ្ចឹងគឺគាត់កំពុងតែបំផ្លាញជីវិតរស់នៅរាល់ថ្ងៃរបស់គាត់ហើយនឹងជីវិតនឹងឋានសួគ៌ដែលត្រូវមើកញ៉េគាត់លែងខ្វល់ខ្វាយនឹងសាច់ឈាមសំទោសខ្វល់ខ្វាយនឹងនគរឋានសួគ៌ទៀតហើយគឺគាត់ធ្វើម៉េចបំពេញចំណងចិត្តគាត់តែខាងលោកីនេះញ៉េអញ្ចឹងហើយគឺគ្រោះថ្នាក់ណាស់ដល់ព្រលឹងវិញ្ញាណរបស់គាត់ណាអញ្ចឹងហើយបានថាយើងគួរតែមើលកូនយើងឲ្យបានល្អបងប្អូនណាហើយមួយទៀតគឺកាលណាដែលអ្នកណាដែលចូលចិត្តនឹងការសវាយស៊ីផឹកណាដោយខ្ញុំបាននិយាយអញ្ចឹងគឺបើយើងមិនធ្វើតាមព្រះគម្ពីរទេបើយើងមិនដើរតាមទ្រង់ទេយើងមិនអាចរាប់ខ្លួនយើងថាយើងជាអ្នកដើរតាមប្រគ្រឹះទេចាអញ្ចឹងបងប្អូនយល់ចំណុចហ្នឹងទេបាទយល់ចាហ្នឹងហើយអញ្ចឹងមើលយើងក៏ដល់ម៉ោងដែរហើយខយើងនៅច្រើនទៀតដែរចាអត់អីអញ្ចឹងចាំមើលយើងបានតែអានទៅពីខចាអញ្ចឹងឥឡូវយើងក្នុងនឹងបានប្រាប់យើងថាម៉េចខ្លះបងប្អូនហ៎ថាបើយើងវោវក់ទ្រង់បានប្រាប់ថាឲ្យយើងប្រយ័ត្នហ៎ពីព្រោះយើងវក់នឹងស៊ីផឹកខលខ្វាយនឹងជីវិតយើងអត់បានជឿព្រះស្រាប់តែមិនបានភ្ជាប់ជួននឹងទ្រង់យើងមកយើងអត់បានរៀបចំខ្លួនជាស្រេចយើងអត់បានទៅនគរឋានសួគ៌ទេញ៉េចាហ្នឹងហើយអញ្ចឹងយើងប៉ុណ្ណឹងសិនចុះហ្នឹងហើយយើងនឹងបន្តទៅសប្តាហ៍ក្រោយសូមព្រះអង្គប្រទានពរបងប្អូនអរគ្នាចាសូមជម្រាបលា